ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុកនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះ MD 018សូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុកនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីវិធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហាជំងឺរោគស្ត្រីបាទអញ្ចឹងតើតទៅនឹងជំងឺរោគស្ត្រីដែរបាទថ្ងៃនេះខ្ញុំមានវិធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីរោគសញ្ញាជំងឺលាសដោះដែលភាសាអង់គ្លេសយើងហៅថា symptom of mastitis បាទយើងនៅពេលបច្ចុប្បន្នជំងឺលាសដោះនេះគឺជាជំងឺមួយដែលយើងឃើញយើងញាប់ផងដែរជាពិសេសគឺលើស្ត្រីមិនបែរដោះកូនបាទយើងចង់ដឹងថាតើរោគសញ្ញាជំងឺលាសដោះហ្នឹងមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចកត់សម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងនោះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសិបដើមទី2គឺរោគសញ្ញាជំងឺលាសដោះនិងទី3គឺវិធីការពារជំងឺលាសដោះបាទយើងចង់ដឹងថាតើជំងឺលាសដោះហ្នឹងមានរោគសញ្ញាអ្វីខ្លះនិងវិធីការពារហ្នឹងយើងត្រូវធ្វើយ៉ាងណាដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមជំងឺលាសដោះឬក៏យើងហៅលាសកពេញដោះតែភាសាអង់គ្លេសហៅថា mastitis គឺជាការឡើងដោះខ្លាំងហើយឈឺចាប់តាក់ទងនឹងស្ត្រីបំបៅដោះកូនឬក៏មូលហេតុផ្សេងទៀតបាទអានឹងគឺតាក់ទងនឹងជំងឺលាសដោះហ្នឹងជាមួយជាបន្តទៀតតាក់ទងនឹងមូលហេតុហើយនឹងកត្តាប្រឈមតាក់ទងនឹងដំបៅដោះបាទអញ្ចឹងមូលហេតុដែលនឹងកត្តាប្រឈមតាក់ទងដំបៅដោះហ្នឹងគឺអាចពាក់ព័ន្ធនឹងស្ត្រីមានការឡើងដោះខ្លាំងបាទប្រេះក្បាលដោះនិងស្ទះរន្ធត់ដោះចឹងមូលហេតុនិងកត្តាប្រឈម3នឹងហើយដែលធ្វើឲ្យកើតទៅជាជំងឺលាសដោះគឺពាក់ព័ន្ធនឹងបំបៅដោះកូនបាទអញ្ចឹងយើងមើលបន្តទៀតតើតើមូលហេតុមិនតើតើនឹងការបំបៅដោះកូនវិញបាទវាអាចពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមការជក់បារីការខូចខាតឬក៏មុតនៅនឹងចុងដោះជំងឺស្បែកដោះបាទឬក៏ស្បែកចុងដោះនិងការវះកាត់ដោះជាដើមបាទនោះគឺជាមូលហេតុដែលមិនតើតើនឹងការបំបៅដោះបាទអញ្ចឹងយើងមើលបន្តទៀតតើតើនឹងរោគសញ្ញានៃជំងឺលាសដោះបាទតើជំងឺលាសដោះហ្នឹងមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចកត់សម្គាល់បានបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរោគសញ្ញាជំងឺលាសដោះទី1គឺស្ត្រីមានសញ្ញាគ្រុនក្តៅរងាញាក់បាទហើយសីតុណ្ហភាពគឺ38អង្សាសេឬលើសបាទអានឹងគឺជាសញ្ញាមួយដែលស្ត្រីត្រូវចាប់អារម្មណ៍អំពីជំងឺលាសដោះហ្នឹងបាទបន្តទៀតតើតើនឹងរោគសញ្ញាជំងឺលាសដោះទី2គឺស្ត្រីឈឺពេញរាងកាយបាទហ្នឹងក៏យើងសង្កេតឃើញថាតើតើនឹងរោគសញ្ញានៃជំងឺលាសដោះហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតើតើនឹងរោគសញ្ញាជំងឺលាសដោះទី3គឺស្ត្រីអស់កម្លាំងបាទអញ្ចឹងការអស់កម្លាំងគឺជាសញ្ញារំសំមួយដែលយើងឃើញមានលើស្ត្រីដែលមានបញ្ហាលាសដោះផងដែរបាទយើងបន្តទៀតតើតើរោគសញ្ញាជំងឺលាសដោះទី4គឺដោះឡើងតឹងឬក៏ក្តៅនៅពេលស្ទាបបាទអាហ្នឹងគឺតើតើនឹងរោគសញ្ញាមួយដែរនៃជំងឺលាសដោះហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតើតើរោគសញ្ញាជំងឺលាសដោះទី5គឺស្ត្រីមានការឈឺដោះបាទប៉ុន្តែវាអត់ទាន់ឡើងក្រហមទៅអីទេបាទបើសិនជាក្រហមវាអាចវិវត្តទៅដល់អាប់សែផងដែរអញ្ចឹងស្ត្រីមានសញ្ញាឈឺដោះដែលយើងឃើញមាននៅកន្លែងដែលបញ្ហាលាសដោះហ្នឹងបាទបន្តទៀតតើតើរោគសញ្ញាជំងឺលាសដោះទី6គឺស្ត្រីមានដុំដោះរលាកឡើងក្រហមបាទប៉ុន្តែរលាកឡើងក្រហមហ្នឹងគឺមិនសូវជាខ្លាំងខ្លានោះទេបើសិនជាឡើងក្រហមខ្លាំងអាហ្នឹងគឺបង្កទៅជាអាប់សែហើយបាទបន្តទៀតតើតើនឹងរោគសញ្ញាជំងឺលាសដោះទី7គឺមានហូរទឹកដោះឬក៏ទឹកដោះលាយឈាមក្តៅតែម្ដងបាទហ្នឹងគឺជារោគសញ្ញាមួយដែរដែលយើងឃើញមានតើតើនឹងជំងឺលាសដោះហ្នឹងបាទអញ្ចឹងតើតើនឹងវិធីបង្ការឬក៏ការពារនៃជំងឺលាសដោះហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបង្ការឬក៏ការពារនៃជំងឺលាសដោះទី1គឺស្ត្រីត្រូវស្វែងយល់អំពីមូលហេតុនិងកត្តាប្រឈមតើមូលហេតុអ្វីខ្លះដែលកើតទៅជាជំងឺលាសដោះនិងកត្តាប្រឈមអ្វីខ្លះដែលស្ត្រីអាចកើតមានតើតើនឹងជំងឺលាសដោះហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតើតើវិធីបង្ការជំងឺលាសដោះទី2គឺស្ត្រីត្រូវធ្វើការលាងសម្អាតដោះមុននិងក្រោយបំបៅដោះកូនអញ្ចឹងការលាងសម្អាតឲ្យបានត្រឹមត្រូវញឹកញាប់មុននឹងក្រោយការបំបៅដោះកូនហ្នឹងគឺជាវិធីបង្ការមួយដែរនៃជំងឺលាសដោះហ្នឹង
បាទអញ្ចឹងយើងមើលបន្តទៀតតទៅនឹងវិធីបង្ការជំងឺលាកដោះទី3គឺស្ត្រីត្រូវបង្ហូរទឹកដោះឲ្យអស់ពេលបំបៅដោះកូនរួចអញ្ចឹងពេលបំបៅដោះកូនរួចហើយគឺស្ត្រីគួរតែបំបៅទៅជាបង្ហូរឬក៏បូមឲ្យអស់នៅទឹកដោះនោះកុំឲ្យសល់បាទយើងបន្តទៀតតទៅនឹងវិធីបង្ការជំងឺលាកដោះទី4គឺត្រូវព្យាបាលបញ្ហាប្រេះក្បាលដោះបាទយើងដឹងថាបញ្ហាប្រេះក្បាលដោះគឺជាកត្តាប្រឈមឬក៏មូលហេតុញឹកញាប់ដែលនាំទៅដល់បញ្ហាជំងឺលាកដោះនោះផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតទៅវិធីបង្ការនៃជំងឺលាកដោះទី4គឺទី5គឺស្វែងយល់អំពីវិធីបំបៅដោះឲ្យត្រឹមត្រូវបាទអញ្ចឹងវិធីបំបៅដោះត្រឹមត្រូវយើងគួរតែស្វែងយល់ឲ្យបានច្បាស់អំពីការបំបៅដោះដើម្បីជៀសវាងការកកើតទៅជាបញ្ហាប្រេះក្បាលដោះនិងនាំទៅដល់អាប់សែតដោះផងដែរបាទអញ្ចឹងតោះនោះគឺតទៅវិធីបង្ការសំខាន់នៃជំងឺលាកដោះនោះអញ្ចឹងបើសិនបើស្ត្រីមានសញ្ញាសង្ស័យអំពីបញ្ហាលាកដោះហ្នឹងយើងឃើញថាខាងប្រាសាទរាជខ្ញុំផ្ដល់សេវាពិនិត្យជំងឺលាកដោះក៏ដូចជាការព្យាបាលនៃជំងឺលាកដោះដែរនិងអេកូសូដនក្នុងតម្លៃសមរម្យផងដែរអាចប្រឹក្សាសុខភាពតាមលេខទូរស័ព្ទក៏ដូចជាលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរបាទហើយបើចង់រកទីតាំងយើងខ្ញុំមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចុះក្នុង App Store បាទស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបើកម្មវិធីនឹង scan ឬ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចុះក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Land បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកម្មវិធីនឹង scan ឬ QR code យើងខ្ញុំ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទៅយ៉ាងមើលតាមផែនទីផ្ទាល់យ៉ាងអាចចុះតាមខ្លងទ្វារវត្តសង្សល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16បេតេត្រង់ចុងផ្លូវគឺដល់តាំងខ្ញុំហើយឬក៏យ៉ាងទៅអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាមនុស្សទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Coxon Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងបញ្ហារោគស្ត្រីបាទក៏ដូចជាទាក់ទងជំងឺដោះឬក៏ជំងឺសដានផ្សេងៗបាទទាក់ទងជំងឺមហារីករោគស្ត្រីក៏ដូចជាជំងឺរោគស្ត្រីក្នុងការវះចាប់ផ្សេងៗបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យ MD 018បាទដែលអក្សរស្រាប់ចុច search បាទស្វែងរកទៅបាទពេលនេះឃើញ logo របស់យើងខ្ញុំបាទហើយចូលទៅក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្ថែមទៀតបាទសូមអរគុណ